ឈប់សម្រាកចូលបន្ទប់ទឹកឥឡូវមកទិញនំប៉័ងសាច់សិនចាជំរាបសួរបងប្អូនទាំងអស់គ្នាយ៉ាកូនមនុស្សលក់មួយបាត់ថ្ងៃនេះខ្ញុំធ្វើដំណើរទៅស្រុកកំណើតដើម្បីទៅចូលរួមកម្មវិធីការក្មួយដែលថ្ងៃមុនខ្ញុំបានជួលខោអាវទៅជាប់ស្តុបឥឡូវស្តុបទៅមុខហើយជាងគេនៅនេះចង្រិតមួនអាវនេះសម្បូរជាងគេក្រូចថ្លុងហើយចង្រិតសងខាងផ្លូវបងប្អូនថ្ងៃទាំងយប់នឹងម៉ោងប៉ុន្មានมันគាត់ឈប់លក់អីហើយឡានច្រើនមែនតើចឹងបើកលឿនអត់បានទេច្រើនមែនតើនោះឃើញឡើងមករយៈនេះខ្ញុំចម្លែកនិយាយទៅថាត្រឹមមានសង្គ្រាមមកអាយពីមុនមកបើកឡានដូចជាអត់សូវមានឡានមមាញឹកនៅលើដងផ្លូវអញ្ចឹងពេកទេឥឡូវហ្នឹងឡានច្រើនមែនតើទាំងទៅទាំងមកហើយមិនថាថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃនេះថ្ងៃច័ន្ទណាបងប្អូនអញ្ចឹងថ្ងៃច័ន្ទខ្ញុំឆ្ងល់តែរឿងឡានមកក៏ច្រើនទៅក៏ច្រើនហើយមិនថាបើកថ្ងៃឬបើកយប់ទេគឺឡានច្រើនមែនតើស្ទះរហូតមិនថាតែស្ពានអ្នកលឿងឬក៏ខុសស្ពានតាមផ្លូវខុសស្ពានក៏នៅតែស្ទះដែរឡានច្រើនមែនតើឆ្ងល់កាលមុនមានភ្លើងតាមអីគេបងខ្សែរ៉តគឺបំពាក់ដោយភ្លើងគ្រប់បកគោលខ្សែសរសៃឈប់សម្រាកចូលបន្ទប់ទឹកឥឡូវមកទិញនំប៉័ងសាច់សិននំប៉័ងសាច់ហើយនំប៉ាវញ៉ាកូនមនុស្សញ៉ាអ្នកផ្ទះទិញនំប៉័ងសាច់ពីរដើមនំប៉ាវហុងកុងសាច់ជ្រូក3ផ្ញើកូនហើយនឹងម៉ែឥឡូវខ្ញុំបន្តដំណើរចេញឈប់នៅក្រាស់សាំងនេះធំទៅវាស្អាតក្រាស់សាំងសម្បេតឡាយនេះក្រាស់សាំងធំទៅលាយ